សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អំពីរបៀបcontrol លើ GPO ដែលយើងអាចបិទកុំឲ្យ user ដែលប្រើមិនអាចប្រើ flash បានឬក៏អ្វីមួយដែលយើងចង់កំណត់ដូចនេះចាប់ផ្ដើមដូចតទៅជាដំបូងដើម្បីចាប់ផ្ដើមធ្វើវាយើងត្រូវចូលទៅរក tool នេះចាំមកយើងយក Group Policy Management តែលើវាមក screen នេះគឺជា domain របស់យើង default ដែលយើង design local នេះយើងបង្កើតបានហើយបន្ទាប់មកយើងយក domain control នេះ default នេះគឺជាគ្រប់នេះគឺជា default domain control policy សម្រាប់ control លើ computer control លើ user តោះមកយើងចាប់ដើមបង្កើតហើយ click លើវាហើយ click យើងយក new ហើយយើងដាក់ឈ្មោះមក no flash អូខេតោះមកយើង select លើ flash នេះយើងយកពាក្យ edit ដើម្បីយកទៅ control លើ user យើងដើម្បីយើងបិទ flash បិទកុំឲ្យ user អាចប្រើ flash បានវាក្នុងនេះវាមានច្រើនមាន tool ច្រើនសម្រាប់យើងប្រើប្រាស់ខ្ញុំយកចរពយក filter យក view ដាក់ filter option ហើយយើង search ពាក្យថា removable ដើម្បី control លើការបិទ flash អូខេយើងយកពាក្យ all setting នេះស្អីសាមី sorry អ្នកទាំងអស់គ្នាចំពោះកន្លែងមុនហ្នឹងខ្ញុំសរសេរ remove able cost ដោយយើងសេ
REMOVE អត់មាន E REMOVE ABLE ដូច្នេះបានយើង search filter វាទៅយើងឃើញនេះ or removable storage class delete or set យើងយក double click លើវាមកយើងយកពាក្យ able ហើយយើងយកពាក្យ apply ហើយយើង OK ដូច្នេះនៅក្នុងនេះយើងបានapply ការបិទ flash ទៅលើវាតែយើងអត់ទាន់អាចយកវាទៅដាក់លើ user ឬក៏ computer បាននេះជានេះបន្ទាប់យើងចាប់ដើមយកទៅដាក់នៅលើ user ឥឡូវនេះយើងចាប់ដើម link ទៅលើ user យកពាក្យ user right click យកពាក្យ link existing GPO ហើយយើងយកពាក្យថា node flash នេះមកយើង control ទៅលើ node ឲ្យ user ហ្នឹងអត់អាចប្រើ flash បានទេតមកយើងដាក់ចូលហើយយើងចាប់ដើម update វាយកពាក្យយើងដាក់GP update សេតចេញ GP update ដល់នេះ /force force enter មកវាបានយើងពាក្យថា GP update /force នេះយើងបង្ខំឲ្យវា update GPO នេះទាំងអស់ឥឡូវនេះយើងសាកទៅ check មើលលើ client ដើម្បី test ដល់ flash យើងសាកចាប់ដើមធ្វើ3ហើយចាប់ដើមដោត flash យកពាក្យទៅលើ machine យើងយក demo client អូខេនេះវាបាន load ប្រាប់ថាអត់អាចនេះទេត្រូវបាន remove យកមកអញ្ចឹងយើងបានធ្វើវា success ហើយនេះនៅពេលយើងចូលទៅយើងបានបិទវាយើងអាចចូលទៅ check មើលបាននេះនៅ accessible set in deny អញ្ចឹងបានន័យថាយើងបានបិទជោគជ័យហើយឥឡូវនេះបន្ទាប់យើងចាប់ដើមដាក់រូបនៅលើរូបឲ្យ client ដើម្បីយើងអាច set រូបវា set រូបតោះយើងចាប់ដើមបិទអានេះសិនយើងបិទវាដើម្បីអាច copy នេះបានឥឡូវនេះយើងចាប់ដើមយករូបពីក្នុង laptop យើងធម្មតា wallpaper មួយមក picture នេះរូបដែលខ្ញុំធ្លាប់មានយកនេះមកហើយ click យើង copy យើងយកទៅដាក់នៅក្នុង server យើង file IC យក like data មកហើយយើង right click បង្កើត folder ថ្មីមួយតែឈ្មោះវាថា wallpaper ថាមកវាយើងផាសវាបានយើងចេញទឹកបិទនេះវាសិន
DVD setup នេះនៅក្នុង server ចេះមើលវា ឥឡូវនេះយើងចាប់ដើមដាក់រូបដោយយើងសរសេរ commander line ដូចខ្ញុំឥឡូវនេះយើងចាប់ដើមប្រើ flash ដើម្បី send រូបយើង right click លើវាយកពាក្យ option នេះយើងយកពាក្យ send to ដើម្បីមានភាពងាយស្រួលយើងត្រូវមាន flash មួយហើយនេះភាពងាយស្រួលដើម្បីយើងធ្វើយើងប្រើ flash មួយយើងទៅ copy រូបនោះដាក់ចូលក្នុង flash ហើយយើងយក flash នោះមកដោតចូលក្នុង VMware server យើងអាច copy រូបបានហើយអ្នកទាំងអស់គ្នាអានេះមានភាពងាយស្រួលហើយលឿនហើយចំណុចបន្ទាប់យើងចាប់ដើម access វាយើង right click លើវាយកពាក្យ property share ពាក្យ share នេះមកខ្ញុំថាពាក្យថា everyoneចឹងយើងបាននិយាយថាបានតែឬទេយើងមិនអាចអ្នកប្រើប្រាស់នោះអាចទៅ delete ឬក៏ធ្វើអ្វីមួយបានទេបានតែមើលធម្មតាចំណុចបន្ទាប់យើងចាប់ដើម access ទៅលើដាក់យករូបភាពមកដាក់យើងត្រូវយកនេះហើយយើងយកពាក្យ property managementមកយើងចាប់ដើមបង្កើតនេះវាមួយមកតមកយើងចាប់ដើម right click ទៅលើ ESET local នេះមកនេះហើយយើងវាយឈ្មោះពាក្យថា wallpaper ពាក្យ OK មកយើងចូលទៅកាន់ក្រុម policy management យើងមកយើងមក paper យើងយកពាក្យថា edit មកហើយយើងចាប់ដើមយកអូយសន្ទុះអ្នកទាំងអស់គ្នាវាតាក់ហើយយើងចាប់ដើម filter ហើយយើងចាប់ដើម search raw wallpaper
នេះយើងបានឃើញនេះហើយយើងបាន filter វាឃើញហើយតោះមកយើងចាប់ដើមយក desktop wallpaper នេះដល់មក click លើវាយើងពាក្យយក enable ហើយយើងត្រូវយក path វាដើម្បីយក path វាបានយើងត្រូវចូល file explorer ហើយយើង wait វាយ path វាមកយើង slap វាមុខចេះយើងយក IP យើង 192.168.1.2 យើង enter មក data នេះវា wallpaper ហើយយើងយក control C មកវាទៅខាងក្នុងហ្នឹងហើយតោះមកយើងបន្ថែមពាក្យ /1.jpg ព្រោះអីរូបហ្នឹងយើងបាន rename ឈ្មោះហើយដាក់ឈ្មោះថាលេខ1តោះមកយើងចាប់ដើមដាក់fit នេះ style វាយើងដាក់ពាក្យថា fit ក៏បានអីក៏បានតាមចិត្តយើងស្រឡាញ់យើងពាក្យថា apply ហើយអូខេហើយមួយទៀតយើងត្រូវយកមួយទៀតកុំឲ្យគេដូរបានយើងយក prevent changing desktop background តែបើคลิกតោះមកយើងយកពាក្យ enable យកពាក្យ apply កុំឲ្យគេដូរបានចំណុចកន្លែងនេះយើងអត់ឲ្យ user ដូរបានយើងយកអូខេហើយចាប់ដើមធ្វើវាយើងចាប់ដើមទៅ save វាមក gp update /for gp update .clear/force យើងឲ្យវា update មកចាំយើងចូលទៅ check មើលនៅ client server client ដានហើយ successful យើងមកដើមឥឡូវនេះយើងចាប់ដើមចូលទៅ server client របស់យើងនេះយើងវាយ password abc @123 over យើងធ្វើការ restart វាយើងអត់ទាន់ update វាមើលតើយើងសាក់វាយមកទៀត abcនេះអ្នកនរគ្នាយើងដូរបានហើយដោយសារមុនហ្នឹងយើងដូរបានហើយតែយើងធ្វើការ restart ខ្ញុំចាប់ដើម restart វាពីរម្ដងវាលោកមកវិញហើយយើងអត់មានត្រូវដូរអីឥឡូវនេះវីដេអូខ្ញុំចាប់ហើយរបៀបពីរបៀបបិទលើ user កុំឲ្យប្រើ flash និងដូរ wallpaper សូមអរគុណអ្នកនរគ្នាសម្រាប់តាមដានវីដេអូរបស់ខ្ញុំសូមជម្រាបលា